ការប្រកួតគំនូរសុបិនស្ត្រីសហការរៀបចំដោយភាគីអន្តរជាតិនៅកម្ពុជាបានផ្ដល់ឱកាសឲ្យយុវតីកម្ពុជាជាច្រើនអាចបង្ហាញនូវភាពក្លាហាននិងសមត្ថភាពរបស់ខ្លួនតាមរយៈស្នាដៃរចនាគំនូរដើម្បីសម្រេចនូវសុបិនរបស់ខ្លួននាពេលអនាគតជាអាចរួមមានឱកាសនិងលទ្ធភាពបន្តការសិក្សាជាមួយអាហារូបករណ៍នៅបរទេសការបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួននិងការទទួលស្គាល់ស្នាដៃក៏ដូចជាអាចដាក់បង្ហាញស្នាដៃរបស់ខ្លួននៅលើផលិតផលប្រើប្រាស់នានានៅក្នុងហាង Amazing Cambodia ទាំង7ដែលមានទីតាំងនៅផ្សារទំនើប Aeon និងអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាផងដែរជាក់ស្ដែងយុវតីខ្មែរលងកំហៀងដែលធ្លាប់ដាក់ពាក្យនឹងឈ្នះក្នុងការប្រកួតនេះក៏ទទួលបានអាហារូបករណ៍ទៅរៀនជំនាញរចនាម៉ូដសម្លៀកបំពាក់នៅប្រទេសថៃហើយយុវតីខ្មែរម្នាក់ទៀតឈ្មោះហៀងវតីក៏ធ្លាប់ទទួលបានអាហារូបករណ៍ទៅរៀនជំនាញគំនូរនៅប្រទេសជប៉ុនផងដែរតាមរយៈការប្រកួតនេះក៏ធ្វើឲ្យយុវតីខ្មែរឈ្មោះហៀងវតីសម្រាប់នៅក្តីសុបិនរបស់ខ្លួនហ៊ានបើកក្រុមហ៊ុនរចនាផ្ទាល់ខ្លួនផងដែរទន្ទឹមនឹងនេះយុវតីខ្មែរជាច្រើនរូបទៀតក៏ទទួលបានស្នាដៃនិងពានរង្វាន់កម្រិតអន្តរជាតិនិងចាប់យកអាជីពរចនាជាផ្នែកមួយដ៏សំខាន់នៃដំណើរជីវិតរបស់ខ្លួនដូចគ្នាដែរលោកស្រីវ៉ាកាណានូកៃដែលជាអ្នករៀបចំកម្មវិធីបានអះអាងថាកម្ពុជានៅខ្វះខាតនៅឡើយអ្នកជំនាញផ្នែករចនាក្នុងន័យដើម្បីរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិកម្ពុជាល្អប្រសើរមួយផ្នែកតាមរយៈវិស័យរចនានេះក៏ដូចជាចូលរួមចំណែកក្នុងការជំរុញឲ្យក្មេងស្រីកម្ពុជាមានភាពក្លាហាននិងសម្រេចនៅក្តីសុបិនរបស់ខ្លួនលោកស្រីដែលជាអ្នករៀបចំការប្រកួតរចនាគំនូរសុបិនស្ត្រីតាំងពីឆ្នាំ2011មកនោះក៏បានរៀបចំកម្មវិធីនេះនៅឆ្នាំ2023នេះម្ដងទៀតដោយមានយុវតីកម្ពុជាជាច្រើនបានដាក់ស្នាដៃរបស់ខ្លួនមកចូលរួមប្រកួតប្រជែងនិងទទួលបានឱកាសជាច្រើនដើម្បីអភិវឌ្ឍខ្លួនរបស់ពួកគេជាពិសេសការចាប់អាជីពមួយដ៏រឹងមាំនៅពេលអនាគតអ្នកស្រីហៀងវតីដែលជាបេក្ខនារីមួយរូបនៅក្នុងកម្មវិធីនេះហើយក៏ជាអ្នកសហការរៀបចំកម្មវិធីនៅឆ្នាំ2023នេះបានអះអាងថាកម្មវិធីប្រកួតគំនូរសុបិនស្ត្រីនេះបានកែប្រែជីវិតរបស់ខ្លួនពីមនុស្សធម្មតាម្នាក់ដែលស្រឡាញ់វិស័យសិល្បៈគំនូរដោយបើកផ្លូវឲ្យខ្លួនហ៊ានបើកក្រុមហ៊ុនរចនានៅក្នុងឆ្នាំ2016ជាមួយនឹងស្នាដៃរបស់ខ្លួនត្រូវបានទទួលស្គាល់ជាសាធារណៈទាំងកម្រិតជាតិនិងអន្តរជាតិផងដែរ